ស្ពានមិត្តភ័ក្តិរវាងថៃនិងឡាវដែលបានប្រើប្រាស់ជារៀងរាល់ថ្ងៃប៉ុន្តែកំឡុងពេលដែលសាងសង់មានរឿងហេតុកើតឡើងជាច្រើននៅតំបន់នោះផងដែរស្ពានមិត្តភាពថៃឡាវត្រូវបានសាងសង់ក្នុងឆ្នាំ2000និងបានដំណើរការក្នុងឆ្នាំ2006ដែលកំឡុងពេលសាងសង់មានរឿងរ៉ាវជាច្រើនបានកើតឡើងរហូតដល់ខ្លាចជារឿងដំណើររបស់អ្នកស្រុកនិយាយតៗគ្នាមុនពេលការសាងសង់ស្ពានវិស្វករជប៉ុនបានសង់ការិយាល័យឲ្យកម្មករស្នាក់នៅប៉ុន្តែក្នុងយុគដំបូងមានកម្មករម្នាក់បានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុបើក្រឡេកទៅមើលស្ពានមួយនោះសប្តាហ៍ថ្ងៃមានទីតាំងនៅខេត្តនងខៃភ្ជាប់ទៅទីក្រុងវៀងច័ន្ទប្រទេសឡាវដោយស្ពានមួយនោះបានប្រើប្រាស់សប្តាហ៍ថ្ងៃក្នុងការសម្រួលមធ្យោបាយធ្វើដំណើររវាងថៃចូលទៅកាន់ប្រទេសឡាវប៉ុន្តែមុនពេលសាងសង់និងកំឡុងពេលសាងសង់មានរឿងកើតហេតុជាច្រើនដែលធ្វើឲ្យគេគិតថាតំបន់ស្ពាននោះក៏ជាទីកន្លែងអាថ័ន្តផងដែរដល់ពេលសាងសង់ស្ពានមានកម្មករស្លាប់ជាច្រើនអ្នកខ្លះធ្លាក់ពីលើជន្ទាស្លាប់ខ្លះលង់ទឹកស្លាប់ពេលជិះទូកទៅមើលការដ្ឋានក៏មានលើពីនេះមុនការសាងសង់មានក្មេងអាយុប្រមាណ5ឆ្នាំម្នាក់បានមកប្រាប់កម្មករថាកុំសាងស្ពាននៅចំណុចនេះបើមិនអញ្ចឹងទេនឹងមានរឿងអាក្រក់កើតឡើងប៉ុន្តែដោយសារជនជាតិជប៉ុនគាត់មិនជឿទៅលើរឿងមួយនេះព្រោះគាត់គិតថាវាជាការនិយាយលេងរបស់ក្មេងតែប៉ុណ្ណោះហើយការសាងសង់ស្ពានមួយនេះក៏បានចាប់ផ្ដើមប៉ុន្តែនៅពេលដែលបុកគ្រឹះគឺមានការបុកបញ្ចូលទៅក្នុងដីបាត់ទន្លេតតែសោះទោះបីជាប្រើម៉ាស៊ីនទំនើបយ៉ាងណាក៏ដោយរហូតដល់មានការសែនព្រេនទៅគ្រប់យ៉ាងដំណើរការធម្មតាវិញនៅមានរឿងមួយទៀតនៅពេលដែលកម្មករធ្វើការលើស្ទូចធ្នឹមដាក់លើបង្គោលស្ពានស្រាប់តែមានរឿងអាក្រក់បានកើតឡើងដោយឡានស្ទូចនោះបានដាច់ជា3កំណាត់ហើយខ្សែសន្ទូចនោះបានវត្តចំវិស្វករជនជាតិជប៉ុនដែលមានអាយុប្រមាណជា45ឆ្នាំឲ្យដាច់ជា2កំណាត់ផងដែរហើយហេតុការណ៍រន្ធត់មួយនេះបានសម្លាប់មនុស្សរហូតដល់10នាក់ដោយមានជនជាតិជប៉ុន3នាក់កម្មករថៃ3នាក់ឡាវ3នាក់និងហ្វីលីពីនម្នាក់ហើយក្នុងនោះក៏មានម្នាក់បានធ្លាក់ចូលបាតទន្លេស្លាប់ផងដែរហើយសាកសពរបស់គេគឺមិនអាចស្រង់មកលើគោកវិញនោះទេដោយសារតែបានជាប់គាំងជាមួយនឹងបេតុងនៅក្រោមបាតទន្លេទៀតផងហើយរឿងទាំងអស់នេះសុទ្ធតែជារឿងមួយចំនួនតូចបានលើកឡើងអ្នកគ្នាបានដឹងពាក់ព័ន្ធអំពីការសាងសង់ស្ពានមិត្តភាពរវាងថៃនិងប្រទេសឡាវហើយនៅមានរឿងជាច្រើនទៀតបានពាក់ព័ន្ធទីកន្លែងនោះផងដែរអញ្ចឹងបើសិនអ្នកគ្នាបានដឹងរឿងរ៉ាវបន្ថែមទៀតពាក់ព័ន្ធអំពីរឿងមួយនេះអាចខមមិនខាងក្រៅវីដេអូនេះបានហើយចាំជួបគ្នាជាមួយនឹងវីដេអូក្រោយទៀត